ឆ្នាំវោកតំណាងដោយសត្វស្វាធាតុដែកពងយៈប្រុសមនុស្សប្រុសស្រីណាដែលកើតឆ្នាំនេះទំនាយទាយថាគឺជាមនុស្សចិត្តស្រាលឆាប់ខឹងតែក៏ឆាប់បាត់ទៅវិញធ្វើការច្រើនខ្ជិះខ្ជាមិនសូវចូលចិត្តសាប់គប់មិត្តភ័ក្តិប្រមាណនោះទេបើរកស៊ីជួញដូរល្អគួរសមបើធ្វើការងាររាជការនឹងទទួលបានភាពល្អប្រសើរច្រើនតែក៏មានអ្នកចំណែនឆ្លៀននេះច្រើនផងដែរសូមប្រយ័ត្នមានអ្នកជិតខាងនាំទុកមកដាក់ខ្លួនមនុស្សកើតឆ្នាំនេះរមែងគឺជាមនុស្សមាននិស្ស័យរពឹសនៅមិនស្ងៀមប្រមាណនោះទេរហូតដល់សម្ដីនិយាយញាប់ស្មេមិនសូវជាពិរោះពិសាចូលចិត្តសិក្សារកចំណេះដឹងមកដាក់ខ្លួនមានការយកចិត្តទុកដាក់នឹងព្រឹត្តិការណ៍ទូទៅមិនថាចិត្តឬក៏ឆ្ងាយនោះទេមនុស្សកើតឆ្នាំនេះមានបុណ្យវាសនាខ្ពស់មានអំណាចឥទ្ធិពលជាទីគោរពរាប់អាននៃអ្នកផងទាំងពួងមុខរបរដែលស័ក្តិសមសម្រាប់អ្នកដែលកើតឆ្នាំវោកគឺការធ្វើចំនួន